សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកចង់បង្ហាញពីវីដេអូកាត់អាវទៀតហើយបងប្អូនអាវដែលនាងខ្ញុំបានដាក់នៅលើអេក្រង់បងប្អូនម៉ូដគឺម៉ូដបែបនេះបងប្អូនគឺស្រស់ស្អាតហើយប្រភេទអាវហ្នឹងយើងផ្ដាច់ស្មាបងប្អូនហើយយើងតស្បៃឡើងលើចាប់ភ្លីស្រូដោយម៉ូដដែលបានបង្ហាញបងប្អូនបែបនេះណាបងប្អូនណាជាទូទៅបងប្អូនកណាត់ពពួកអ៊ីតាលីហើយឌីអយើងអាចកាត់ស្ពុតបានហើយយើងនឹងសល់កតុយណាបងប្អូនសល់កតុយនេះប្រភេទកណាត់ប្រភេទអាវចុងពងយើងអាចស្រែបានទូខ្លួនបានណាបងប្អូនការរៀបពុំបងប្អូនអាចរៀបដូចnhưខ្ញុំបានបងប្អូនហើយប្រភេទពុំមួយនេះគឺក្នុងពុំមួយហ្នឹងបងប្អូនខ្ញុំកាត់បាន2អាវដោយសារវីដេអូមុនពណ៌មាសខ្ញុំបានថតជូនបងប្អូនរួចហើយឥឡូវនេះចូលមកពណ៌ទឹកសមុទ្រមួយអាវទេពុំតែមួយទេតែពុំពណ៌មាសនាងខ្ញុំចេញកតុយត្រីសងខាង3លេខបងប្អូនតែចំណុចពុំនេះគឺអត់បញ្ចេញអីទាំងអស់គឺមករៀងណាបងប្អូនជាទូទៅបងប្អូនពុំដែលនេះខ្ញុំកាត់លើផ្ទាំងខោអាវគឺខ្ញុំអត់មានទុកថ្នេរទេពេលដែលកាត់លើកណាត់គឺយើងត្រូវបញ្ចេញនៅលើកណាត់មួយលេខណាបងប្អូនចេញនៅលើកណាត់មួយលេខណាថ្នេរដែលត្រូវដេរភ្ជាប់ផ្ទាំងហ្នឹងគឺយើងត្រូវទុកថ្នេរដេរមួយលេខដូចដែលវីដេអូខ្ញុំកំពុងកាត់បែបនេះបងប្អូនចង់បង្ហាញបងដែលខ្ញុំបានផ្ញើពុំទៅឲ្យបងអាចមើលវីដេអូនេះបានព្រោះដោយសារជាទូទៅពុំដែលនេះខ្ញុំកាត់គឺខ្ញុំអត់បញ្ចេញថ្នេរទេគឺនេះខ្ញុំកាត់នៅលើកណាត់ហើយបានខ្ញុំបញ្ចេញបងប្អូនអាចគូក៏បានដែរណាពេលដែលយកទៅបងប្អូនគូនៅលើកណាត់ជុំវិញមួយលេខថ្នេរដែលយើងត្រូវភ្ជាប់ផ្ទាំងហ្នឹងគឺយើងបញ្ចេញមួយលេខមកណាបងប្អូនហើយនាងខ្ញុំកាត់នេះគឺជំនាញនេះសល់ពីសម្ពុតបងប្អូនយើងអាចសល់បានផ្ទាំងខ្លួនដែរណាបងប្អូនណាប្រភេទម៉ូដនេះគឺស្រស់ស្អាតបងប្អូនតែថាម្ចាស់អាវទំហំគាត់យ៉ាងធំបន្តិចបងប្អូនពុំនេះຂະຫນាត XL ណាអាវពណ៌ទឹកសមុទ្របងប្អូនដល់ពេលថតចូលវីដេអូវាបែកទាំងខាងមុខណាបងប្អូនការរៀបពុំលើកណាត់គឺដូចគ្នាដែរបងប្អូនប៉ុន្តែខ្ញុំចង់បង្ហាញបងប្អូនព្រោះដោយសារខ្ញុំបានផ្ញើពុំជូនបងចង់ឲ្យបងគាត់ឃើញថាការបញ្ចេញពុំគឺបញ្ចេញយ៉ាងម៉េចចឹងណាបងប្អូនព្រោះជាទូទៅខ្ញុំអត់បានទុកថ្នេរដេរនៅក្នុងពុំទេអញ្ចឹងខ្ញុំទៅបញ្ចេញលើកណាត់ចេញលើកណាត់ហ្នឹងគឺយើងបញ្ចេញតែមួយលេខទេបងប្អូនទុកសម្រាប់ដេរអញ្ចឹងណាហើយពុំដូចជានេះខ្ញុំកំពុងតែរៀបនេះបងប្អូនអាចបញ្ចេញកតុយត្រីបានដូចគ្នាបងប្អូនដោយសារប្រភេទក្បួនខ្នាតយើងបញ្ចេញពេលដែលយើងកាត់ពុំហើយយើងបញ្ចេញតែខ្លួនឯងទេបងប្អូនយើងអាចស្រឡាញ់បែបណាយើងបញ្ចេញបែបហ្នឹងដោយសារយើងត្រូវមានក្បួនខ្នាតខ្លះចឹងណាដូចជាប្រភេទកតុយត្រីបងប្អូនត្រូវចេញតាមខ្នាតឧទាហរណ៍ថាខ្ញុំបញ្ចេញកតុយត្រីគឺខ្ញុំបោះពីក្រោមឡើងមកលើបងប្អូនពីសម្រង55ខ្ញុំយកពីក្រោមហ្នឹងវាស់ឡើងមកលើតែ12ឬក៏13លេខទេហើយការបញ្ចេញទៅតឹងកតុយត្រីពេកកតុយត្រីតាមចិត្តបងប្អូនស្រឡាញ់បងប្អូនអាចយកដល់7ក៏បាន8ក៏បានឬក៏យកតែត្រឹម2 3លេខក៏បានដែរតែហ្នឹងចង់បញ្ជាក់បងប្អូនថាបញ្ចេញកតុយត្រីហ្នឹងយើងបញ្ចេញចំហៀងហ្នឹងបងប្អូនព្រោះថាបងប្អូនស្រឡាញ់ធំបញ្ចេញចំហៀង7លេខមួយចំហៀងទី7លេខអញ្ចឹងក្នុងមួយផ្ទាំងវាស្មើនឹង14លេខហើយហ្នឹងគឺធំណាបងប្អូនការបញ្ចេញគឺនាងខ្ញុំវាស់ពីក្រោមឡើងមកលើ12លេខហើយបញ្ចេញកតុយត្រីនេះខ្ញុំវាស់ទៅតឹងតាមចិត្តបងប្អូនស្រឡាញ់ប៉ុណ្ណាវាស់យកប៉ុណ្ណឹងមកបងប្អូនចង់បាន2លេខក៏បាន3លេខ4លេខតាមអីដែលបងប្អូនស្រឡាញ់ណាក៏ចង់ប្រាប់បងប្អូនថាពុំមួយហ្នឹងយើងអាចបំបែកបានជាមួយកតុយត្រីក៏បានដែររួចរាល់ហើយបងប្អូននេះគឺផ្ទាំងខាងមុខបងប្អូនពេលដែលយើងជីកហើយយើងរៀបពុំមកបែបនេះណា